ลังโกจุล Red Bull Power การประกบประชันกำลังปัญญายุทธศาสตร์อดทนตะบงเกยនិងមានតែមួយគត់នៅប្រទេសកម្ពុជាការជ្រើសរើសបេក្ខភាពត្រូវបានបញ្ចប់ម្នាក់សុទ្ធតែត្រូវបានបង្ហាញសមត្ថភាពស្វាហាប់រហ័សរហួនការតាំងចិត្តនិងការត្រៀមខ្លួនខ្ពស់ក្នុងការប្រកួតហើយនេះគឺជាបេក្ខភាព15នាក់ដំបូងដែលបានឈានទៅវគ្គបន្តតើពួកគាត់ជានរណាហើយមានលក្ខណៈសម្បត្តិអ្វីខ្លះខ្ញុំបាទឈ្មោះហានសុម៉ែនហើយខ្ញុំមានអាយុ22ឆ្នាំខ្ញុំជានិស្សិតឆ្នាំទី3ផ្នែកគណនេយ្យខ្ញុំបាទឈ្មោះននសុចម្រើនអាយុ20ឆ្នាំដែលមានមុខរបរជានិស្សិតខ្ញុំបាទឈ្មោះសឿនសុភ័ក្រខ្ញុំមានអាយុ21ឆ្នាំមុខរបររាល់ថ្ងៃគឺខ្ញុំជាអាជីវករខ្ញុំឈ្មោះបនសិកាជាខ្ញុំរៀនខាងពេទ្យខ្ញុំបាទឈ្មោះសុតតារាខ្ញុំមានអាយុ22ឆ្នាំបច្ចុប្បន្ននេះខ្ញុំជានិស្សិតឆ្នាំទី4ខ្ញុំឈ្មោះលឹមស៊ីលៀបអាយុ24ឆ្នាំមុខរបររាល់ថ្ងៃលក់តែជ្រក់ខ្ញុំបាទឈ្មោះលឿនតនិតសប្តាហ៍ថ្ងៃខ្ញុំប្រកបមុខរបរជាកសិករនៅក្នុងភូមិខ្ញុំបាទឈ្មោះម៉ៅមឿនមានអាយុ24ឆ្នាំមុខរបរជាសន្តិសុខខ្ញុំបាទឈ្មោះចិនសុធាអាយុ30ឆ្នាំសប្តាហ៍ថ្ងៃមុខរបរខ្ញុំជាងដៃស្មិតខ្ញុំបាទឈ្មោះជាសំណាងរបរអ្នកធ្វើម្ហូបនៅខេត្តកោះចេះខ្ញុំបាទពុទ្ធវាសនាហៅរជារិសាសប្តាហ៍ថ្ងៃមុខរបរគឺជាជាងកាសត់និងជាងសាក់ខ្ញុំឈ្មោះខុនសុចិតាអាយុ19ឆ្នាំខ្ញុំធ្វើការជាអ្នកចាក់សាំងខ្ញុំបាទឈ្មោះមាសបញ្ញាសប្តាហ៍ថ្ងៃមានមុខរបរជាបុគ្គលិកខ្ញុំឈ្មោះឈួនពន្លឺសប្តាហ៍ថ្ងៃខ្ញុំអ្នកសិល្បៈខ្ញុំឈ្មោះស្បោងធីមុខរបរជាអ្នកដឹងជូនតើអ្នកណានឹងខ្លាចជាម្ចាស់ជើងឯកកម្លាំងគោជុល Red Bull Power ជាមួយនឹងទឹកប្រាក់100លានរៀលកម្លាំងគោជុល Red Bull Power មានតែមួយគត់នៅ CTN បើក្លៀមស្ញាប់ក្លៀមរថយន្ត Ford Ranger វ៉ាត់ត្រា2025 ទៅដល់ទីច្រើនសម្ព័ន្ធពីក្រវល់កំពង់គួជុល